បន្ទាប់ពីមានការប្រជុំដើម្បីអនុម័តស្ដីពីច្បាប់កាតព្វកិច្ចយោធារួចមកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងគឺសម្ដេចអធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍តាក់ទងជាមួយនឹងច្បាប់ស្ដីពីកាតព្វកិច្ចយោធាយើងជាច្រើនបាទហើយបងប្អូនមួយចំនួនលោកគាត់ជាមិនទាន់បានដឹងមិនទាន់បានស្គាល់ថាតើអ្វីជាកាតព្វកិច្ចយោធានៅក្នុងវីដេអូនេះខ្ញុំនឹងមកលម្អិតចែកជូនពុកម៉ែបងប្អូនទស្សនាឲ្យបានដឹងថាកាតព្វកិច្ចយោធានោះគឺជាអ្វីតោះមកតាមដានទស្សនាជាមួយខ្ញុំបាទនៅក្នុងវីដេអូនេះទាំងអស់គ្នាកាតព្វកិច្ចយោធាគឺជាតម្រូវការឲ្យប្រជាពលរដ្ឋជាទូទៅគឺបរិសុទ្ធចូលបម្រើកងទ័ពក្នុងរយៈពេលកំណត់ណាមួយដែលកំណត់ដោយច្បាប់នៃប្រទេសនីមួយៗហើយនេះមិនមែនជាការស្ម័គ្រចិត្តឡើយប៉ុន្តែវាគឺជាកាតព្វកិច្ចក្នុងនាមជាពលរដ្ឋដើម្បីការពារជាតិសម្រាប់កម្ពុជាកាតព្វកិច្ចយោធាត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដែលមានចំណុចសំខាន់ខ្ញុំនឹងរៀបរាប់នៅខាងក្រោមនេះលក្ខខណ្ឌនៃអ្នកដែលត្រូវចូលបម្រើអាយុបរិសុទ្ធដែលមានសញ្ជាតិខ្មែរអាយុចាប់ពី18ដល់25ឆ្នាំត្រូវមានកាតព្វកិច្ចចុះឈ្មោះនិងចូលបម្រើកងទ័ពរយៈពេលជាទូទៅការបម្រើកាតព្វកិច្ចយោធាមានរយៈពេល18ខែគោលបំណងនៃកាតព្វកិច្ចយោធាការការពារជាតិដើម្បីត្រៀមកម្លាំងបម្រុងក្នុងករណីមានសង្គ្រាមឬមានអាសន្នបំណងការពារបូរណភាពទឹកដីការវឹកវើវិន័យបណ្ដុះបណ្ដាលឲ្យយុវជនមានសីលធម៌វិន័យរឹងមាំនិងស្មារតីស្នេហាជាតិការអភិវឌ្ឍជំនាញកំឡុងពេលវឹកវើយុវជនអាចទទួលបានចំណេះដឹងផ្នែកបច្ចេកទេសយុទ្ធសាស្ត្រនិងការងារសហការជាក្រុមការលើកលែងនិងការអនុគ្រោះច្បាប់ក៏មានការយោគយល់ចំពោះករណីមួយចំនួនដូចជាជនពិការភាពអ្នកដែលមានបញ្ហាសុខភាពមិនអាចបំពេញភារកិច្ចបានអ្នកមានបន្ទុកគ្រួសារធ្ងន់ធ្ងរដូចជាកូនតូលដែលត្រូវចិញ្ចឹមឪពុកម្ដាយជរាឬមានស្ថានភាពគ្រួសារលំបាកបំផុតអាចសុំពន្យាពេលឬលើកលែងតាមការពិនិត្យជាក់ស្ដែងសិស្សនិស្សិតកំពុងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាអាចសុំពន្យាពេលរហូតដល់បញ្ចប់ការសិក្សាសិទ្ធិនិងអត្ថប្រយោជន៍កំឡុងពេលបម្រើការទទួលបានការផ្គត់ផ្គង់ហូបចុកស្នាក់នៅនិងសម្លៀកបំពាក់យោធាទទួលបានប្រាក់ឧបត្ថម្ភតាមដែលបានកំណត់ក្រោយពេលបញ្ចប់ភារកិច្ច18ខែពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការអនុវត្តកាតព្វកិច្ចយោធាដែលជាអាទិភាពក្នុងការប្រឡងចូលក្របខ័ណ្ឌរដ្ឋឬការងារផ្សេងៗកាតព្វកិច្ចយោធាគឺជាការលះបង់ពេលវេលាផ្ទាល់ខ្លួនមួយរយៈពេលខ្លីដើម្បីបម្រើផលប្រយោជន៍រួមរបស់ជាតិហើយនៅកម្ពុជារបស់យើងការអនុវត្តនេះជួយឲ្យកងយោធពលខេមរៈភូមិន្ទមានកម្លាំងយុវជនបន្តវេនប្រកបដោយថាមពលហើយបងប្អូនយល់យ៉ាងណាដែរចំពោះច្បាប់ដែលស្ដីពីកាតព្វកិច្ចយោធាចំពោះខ្ញុំគិតថាល្អមែនទែនព្រោះធ្វើឲ្យប្រទេសជាតិរបស់យើងមានគ្រឹះក្នុងការការពារជាតិបាទដ៏រឹងមាំហើយយុវជនជំនាន់ក្រោយមួយចំនួនគឺគាត់មានពេលសម្រាប់កសាងខ្លួនมันមានពេលសម្រាប់សេពគ្រឿងញៀនហើយมันមានពេលបង្កើតបងតូចបងធំសង្គមបាបសានឡើយបងប្អូនយល់យ៉ាងណាដែរកុំភ្លេច comment ហើយនិង share វីដេអូនេះម្នាក់មួយផងបាទអរគុណច្រើន